ជំរាបសួរក៏សួស្តីទៅកាន់ប្រិមិត្ត fan តែតែតាមដាន channel YouTube កសិដ្ឋានមនស្រែរបស់យើងខ្ញុំតោះឡើយមកមើលការវិវត្តនៃការភ្ញាស់ពងមនយើងទាំងអស់គ្នាដោយសារយើងបានដាក់ពងមនក្នុងទូភ្ញាស់វារយៈពេលប្រហែលយូរដែរហើយឥឡូវដូចឮសលេងយំហ្នឹងទៅយើងមើលទាំងអស់គ្នាថាវាភ្ញាស់បានប្រហែលនេះវាបាននេះតែបងប្អូនមើលបើយើងបានដាក់ចូលរយៈពេលជាង10ថ្ងៃក្រោយមកមានឃើញថាពងមនវាបានញាស់បដើហើយមានខ្លះញាស់មានខ្លះអត់ទាន់ញាស់បងប្អូនដោយសារយើងដាក់ខុសថ្ងៃគ្នាអញ្ចឹងណាទូនេះញាស់ល្អទូនេះជាប្រភេទទូឡើងស្នោអានេះយើងធ្វើខ្លួនឯងបងប្អូនខ្ញុំទិញដុំគេមកស្រាប់អញ្ចឹងហើយខ្ញុំទិញឡើងមកមើល YouTube ខ្ញុំធ្វើខ្លួនឯងខ្ញុំប្រើរយៈពេលយូរដែរទូនេះ 2-3 ឆ្នាំហើយតែមានបញ្ហាអីញាស់បានល្អមែនទែនបងប្អូនខ្ញុំមន់សុខភាពក៏វាដាក់ទូខ្ញុំឲ្យសុខភាពល្អពេលវាញាស់ចឹងហើយយើងទុករយៈពេល1ថ្ងៃសិនចាំយកទៅដាក់ឲ្យចំណីស៊ីវារឹងដៃរឹងជើងតិចនេះទៅញាស់យកវិញបងប្អូនញាស់ល្អមានមន់ច្រើនពងទាមានអីគ្រួចអីក៏ញាស់បានណាបងប្អូនចឹងវីដេអូយើងមានតែប៉ុណ្ណឹងចែករំលែកអរគុណច្រើនជំរាបលា